កាលណាផ្លូវប្រព្រឹត្តរបស់មនុស្សណាជាទីគប់ដល់ព្រះハរតីនៃព្រះយេហូវ៉ានោះទ្រង់ក៏បណ្ដាលឲ្យទាំងពួកខ្មាំងសត្រូវបានជាមិត្តត្រីនឹងអ្នកនោះដែរបើមានទ្រព្យតិចហើយមានសេចក្តីសុចរិតនោះវិសេសជាងមានកម្រៃច្រើនតែមានសេចក្តីទុច្ចរិតវិញចិត្តរបស់មនុស្សរមែងគិតសម្រេចផ្លូវរបស់ខ្លួនតែគឺព្រះយេហូវ៉ាដែលទ្រង់តម្រង់ជំហានគេវិញមានពាក្យទំនាយនៅព្រះរឹមនៃស្ដេចហើយព្រះអស់ទ្រង់មិនសម្រេចខុសក្នុងការវិនិច្ឆ័យឡើយជញ្ជីងហើយនឹងត្រាវជូរត្រឹមត្រូវនោះជារបស់ផងព្រះយេហូវ៉ាឯអស់ទាំងកូនជញ្ជីងនៅក្នុងថង់ក៏ជាស្នាដៃរបស់ទ្រង់ដែរបើស្ដេចប្រព្រឹត្តអំពើអាក្រក់នោះជាទីស្អប់ខ្ពើមហើយត្បិតរាជបានតាំងនៅជួបដោយសារតែសេចក្តីសុចរិតទេឯបបោមាត់សុចរិតនោះជាទីគប់ដល់ព្រះតីនៃស្ដេចណាស់ហើយទ្រង់ក៏ស្រឡាញ់ដល់អ្នកណាដែលពោលដោយត្រឹមត្រូវសេចក្តីក្រោធរបស់ស្ដេចប្រៀបដូចជាអ្នកបម្រើនៃសេចក្តីស្លាប់មនុស្សមានប្រាជ្ញានឹងខំរំងាប់សេចក្តីក្រោធនោះទៅកាលណាស្ដេចមានព្រះភ័ក្ត្ររីករាយនោះឯងបានជីវិតគង់នៅហើយឯព្រះគុណទ្រង់ក៏ដូចជាពពកនៅចុងរដូវភ្លៀងការដែលមានប្រាជ្ញានោះវិសេសជាងបានមាសទៅអំបាលម៉ានទៅការដែលបានយោបល់នោះគួររើសយកជាងប្រាក់ទៅទៀតផ្លូវរបស់មនុស្សទៀងត្រង់នោះគឺជាការជៀសវាងពីអំពើអាក្រក់អ្នកណាដែលរក្សាទុកនៅផ្លូវប្រព្រឹត្តរបស់ខ្លួននោះឈ្មោះថាការពារព្រលឹងខ្លួនសេចក្តីឆ្មើងឆ្មៃនាំមុខសេចក្តីហិនវិនាសហើយចិត្តប្រហើនក៏នាំឲ្យដួលចុះដែរកាលដែលមានចិត្តសុភាពជាមួយនឹងពួកមនុស្សរៀបទៀបនោះវិសេសជាងការចែករបបជាមួយនឹងមនុស្សអួតអាងអ្នកណាដែលរំពឹងគិតពីដំណើរអ្វីនោះនឹងបានសេចក្តីល្អចេញពីនោះមកហើយអ្នកណាដែលទុកចិត្តដល់ព្រះយេហូវ៉ានោះសប្បាយហើយខាងឯពួកអ្នករាល់គ្នានោះឲ្យខំនៅជាមេត្រីនឹងមនុស្សទាំងអស់ចុះបើសិនជាបានអោពួកកូនស្ងួនភ្ងាអើយកុំអោយសងសឹកឡើយចូលថយចេញពីសេចក្តីកំហឹងទៅបិទមានសេចក្តីចែងទុកមុខថាព្រះអង្គម្ចាស់ទ្រង់មានព្រះបន្ទូលថាការសងសឹកនោះស្រេចនឹងអញនឹងសងដល់គេ